សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែងដ៏ពិសេសមួយនៅភ្នំពេញគឺសារមន្ទីរសសរដែលមានឈ្មោះជាផ្លូវការថាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីអេសានវរ្ម័នសារមន្ទីរនេះបានបោះទីតាំងនៅលើអគារចំណាស់មានអាយុកាលជាង1សតវត្សរ៍ដែលត្រូវបានថែរក្សាយ៉ាងល្អស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញដែលធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ1920ដល់1929សារមន្ទីរសសរត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជាដោយបានបើកសម្ពោធជាផ្លូវការនៅក្នុងឆ្នាំ2019ក្នុងគោលដៅបង្ហាញអំពីប្រវត្តិសាស្ត្ររយៈពេល2000ឆ្នាំនៃប្រទេសកម្ពុជាតាមទស្សនវិជ្ជាសេដ្ឋកិច្ចរូបិយវត្ថុនិងពាណិជ្ជកម្មសារមន្ទីរមានការតាំងបង្ហាញតាមរយៈពិព័រណ៍បែបទំនើបដោយលាយបញ្ចូលនូវវត្ថុបុរាណនិងបច្ចេកវិទ្យាថ្មីៗជាពិសេសមានការកំសាន្តបែបអប់រំចម្រុះជាច្រើនប្រភេទសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីអេសានវរ្ម័នគឺជាសារមន្ទីរដំបូងគេរបស់ប្រទេសកម្ពុជាដែលផ្ដល់នូវទស្សនវិស័យអំពីការវិវត្តរូបិយវត្ថុកម្ពុជានិងប្រាប់រឿងរ៉ាវអំពីសេដ្ឋកិច្ចកម្ពុជាតាមរយៈសង្គ្រាមនិងការកសាងឡើងវិញសារមន្ទីរនេះបើកឲ្យចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យពីម៉ោង9ព្រឹកដល់ម៉ោង6ល្ងាចចំណែកឯតម្លៃសម្បត្តិសម្រាប់សិស្សនិស្សិតនិងកូនក្មេងតម្លៃ2000រៀលនិងមនុស្សធំតម្លៃ4000រៀលតែប៉ុណ្ណោះសូមអញ្ជើញមកទស្សនាសារមន្ទីរសសរដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា